ត្រីមាសទី1ឆ្នាំ2026នេះមានកម្មកររោងចក្រជិត30នាក់បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍កម្មករនិយោជិតប្រុសស្រីចំនួន1908នាក់បានរងគ្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេល3ខែឆ្នាំ2026នេះនៅក្នុងនោះរបួសធ្ងន់ចំនួន482នាក់របួសស្រាលចំនួន1399នាក់និងស្លាប់ចំនួន27នាក់លោកហេសុផាន់រិទ្ធដែលជាអ្នកនាំពាក្យក្រសួងកាងារបានឲ្យដឹងថានៅក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន1705ករណីនេះគឺមានករណីរថយន្តដឹកកម្មករចំនួន6ករណីមានជនរងគ្រោះសរុបចំនួន99នាក់របួសធ្ងន់ចំនួន13នាក់និងរបួសស្រាលចំនួន86នាក់លោកបានបញ្យល់ថាមូលហេតុចម្បងដែលបណ្ដាលឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍រួមមានការបើកបរលើសល្បឿនកំណត់ការមិនគោរពសិទ្ធិអតិភិបការមិនប្រកាន់ស្ដាំការបត់ការខ្វះប្រុងប្រយ័ត្នការចែកនៅក្នុងស្ថានភាពគ្រោះថ្នាក់កត្តាផ្លូវនិងលក្ខណៈបច្ចេកទេសយានយន្តជាដើម